បាទសួស្តីថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយខ្ញុំមានប្រដាប់ថ្មីមួយចង់បង្ហាញជូនអ្នកនរគ្នាអូខេខាងមុខខ្ញុំនេះគឺជាប្រភេទកាមេរ៉ា 4G ប៉ុន្តែយើងអត់ប្រើ SIM ទេអញ្ចឹងហេតុអីបានជាយើងអត់ប្រើ SIM ហើយយើងអាចប្រើសម្រាប់ 4G បានអូខេអញ្ចឹងសម្រាប់កាមេរ៉ានេះបងប្អូនគ្រាន់តែទិញទៅហើយដោតភ្លើងប្រើភ្លើងជាមួយនឹងផ្ទាំងសូឡាបាទបើភ្លើងជាមួយផ្ទាំងសូឡាទៅយើង scan add ចូលក្នុង app ទូរស័ព្ទដៃរបស់យើងទៅគឺយើងអាចមើលបានហើយអញ្ចឹងយើងអត់ចាំបាច់ត្រូវការប្រើ SIM ដាក់ SIM ប្រើសេវា Wi-Fi ទេឬក៏បញ្ចូលលុយ SIM ទេបាទអញ្ចឹងវាជា connection 4G មែនប៉ុន្តែយើងដាក់ SIM ទេអញ្ចឹងវាដូចជា eSIM មួយអញ្ចឹងបាទគាត់ថា eSIM យើងត្រូវបញ្ចូលលុយបាទបញ្ចូលលុយរាល់ខែអញ្ចឹងទៅប៉ុន្តែសម្រាប់កាមេរ៉ានេះវាមាន built in ជាមួយនឹងeSIM បាទ eSIM វា link ជាមួយនឹង satellite របស់ខាងអញ្ចឹងអូខេអញ្ចឹងយើងគ្រាន់តែដាក់វាមានភ្លើងហើយយើង scan app ទៅគឺវាដំណើរការហើយបាទអញ្ចឹងវាមានភាពងាយស្រួលមែនតើសម្រាប់បងរត់ដងក៏ធ្លាប់ស្គាល់តែប្រភេទកាមេរ៉ាដែលយើងប្រើ Wi-Fi ប្រភេទកាមេរ៉ាដែលយើងប្រើ SIM បាទអញ្ចឹងកាមេរ៉ាមួយនេះវាប្លែកខុសពីគេដែលមិនធ្លាប់មានទេបាទអូខេអញ្ចឹងខ្ញុំនឹងបើកប្រអប់បង្ហាញថាកាមេរ៉ាហ្នឹងវារូបរាងប៉ុន្មានហើយវាមានអីខ្លះក្នុងនេះអូខេខាងលើនេះគឺជាផ្ទាំងបាទគឺជាផ្ទាំងសូឡាហើយជាមួយនឹងខ្សែមើលមកហើយនេះគឺជាជើងចាប់ជាមួយនឹងកាមេរ៉ាthì anh ấy chươngជាមួយចាប់ផ្ទាំងសូឡាយើងក្នុងនេះក៏វាមានជាខ្សែយើងសាកក្រៅដែរខ្សែ Type C បាទនេះគឺ Type C អូខេនេះគឺជាកាមេរ៉ាវាមានរូបរាងទូចបាទទូចបែបនេះគេហើយវាមានអន្តែន2អញ្ចឹងសម្រាប់នៅខាងលើនេះគឺជាកន្លែងដែលយើងដាក់ memory សម្រាប់ memory វា support បាន up to 128GB ជាងកាមេរ៉ានេះវាអត់មានកន្លែងដាក់ SIM ទេបាទសូមបញ្ជាក់វាអត់មានកន្លែងដាក់ SIM ហើយក៏អត់ប្រើ support ជាមួយ Wi-Fi ដែរបាទហើយកន្លែងខាងនេះគឺជាកន្លែងដែលយើងសម្រាប់សាកស្ដោតចេញពីផ្ទាំងសូឡារបស់យើងហើយនឹងមានប៊ូតុងបើកមួយបាទអូខេអញ្ចឹងដើម្បី add យើងមានកន្លែង scan QR code នេះដើម្បី add ចូលទូរស័ព្ទដែរបាទអញ្ចឹងសម្រាប់ spec របស់វាតាក់ទងជាមួយនឹងកម្រិតភាពច្បាស់ resolution វាបានត្រឹម2 meg បាទ2 megapixel ហើយជាមួយនឹងវាមាន built in ជាមួយនឹង LED អញ្ចឹងសម្រាប់រូបភាពនៅពេលយប់យើងអាចរើសជា IR រូបភាពសក់នៅពេលយប់ឬក៏យើងរើសជា color mode អញ្ចឹងបើយើងរើសជា color mode ឡើងវានឹងបាញ់ LED វាធ្វើឲ្យរូបភាពរបស់យើង color បាទហើយសម្រាប់តាក់ទងជាមួយនឹងការ record វា record ជាលក្ខណៈ PIR record អញ្ចឹងពេលដែលមានសកម្មភាពពេលដែលមានមនុស្សចូលទីតាំងរបស់យើងបានវាថតបាទពេលនិយាយទៅពេលដែលមានសកម្មភាពបានវាថតចូល memory អញ្ចឹងវាជួយ save memory បាទវាជួយ save memory ហើយនឹង save ថ្មរបស់យើងបានច្រើនអូខេអញ្ចឹងសម្រាប់ទីតាំងដែលយើងអាចប្រើប្រាស់បានដូចជាបងប្អូនដែលគាត់មានតម្រូវការទីតាំងរបស់គាត់គឺសេវាខ្សោយបាទសេវា 4G សេវា SIM នេះខ្សោយហើយអត់មាន Wi-Fi ទៅដល់ទេអូខេអញ្ចឹងគាត់អាចប្រើប្រាស់ជាមួយនឹងប្រភេទកាមេរ៉ានេះបានបាទអញ្ចឹងវាពិសេសបាទវាមិនធ្លាប់មានទេពីមុនមកអញ្ចឹងវាលយតែអញ្ចឹងយើងអាចយកទៅប្រើប្រាស់បានអូខេអញ្ចឹងទីទៀតខ្ញុំនឹងធ្វើការតេស្តជូន add ចូលក្នុងទូរស័ព្ទដែរអូខេអញ្ចឹងដើម្បី add កាមេរ៉ាវាចូលក្នុងទូរស័ព្ទដែរអញ្ចឹងកន្លែងនេះយើងមានកន្លែងដោតភ្លើងចេញពី solar ហើយបន្តមកទៀតកន្លែងនេះយើងមានប៊ូតុងដែលយើងបើកកាច់មកបែបបើកហ្នឹងអូខេអញ្ចឹងយើងរងចាំឲ្យវា boot សិនសម្រាប់ app នៅក្នុងទូរស័ព្ទដែរយើងប្រើទូរយ៉ាង smart ចូលទូរយ៉ាង smart មកអញ្ចឹងនៅលើ app របស់យើងធ្វើការ register account របស់យើងហើយទៅបន្តមកយើងចុចមានប៊ូតុង add បាទសម្រាប់ add តែយើងចាំឲ្យ device របស់យើង boot ឲ្យហើយសិនអូខេអញ្ចឹងយើងធ្វើការចុចសញ្ញា boot ដល់មកយើងចុច add device អូខេrồiហើយយើងចុចកន្លែង scan អញ្ចឹងយើង scan QR code នៅលើប្រអប់នៅលើកាមេរ៉ានេះអូខេអញ្ចឹងពេលដែលយើង scan នេះខ្ញុំដោយសារខ្ញុំ scan add ចូលហើយអញ្ចឹងយើងអាចចូលមក view អូខេអញ្ចឹងអានេះចេញរូបហើយអញ្ចឹងអានេះវាដាក់វាមាន 4G ហើយយើង view វាមាន SD ជាមួយនឹង HD បាទ HD វាច្បាស់ជាងអូខ
chẳng camera này admin phở sim thì còn thấy từ lấy việc load đã này phở chỉ cái chẳng những cho cái này nếu là bay mơ setting mà huy mình dùng đúng ok chẳng nơi càng lớn ấy mình basic function và basic function nhưng mình ở chỉ mười lần starter đi hay nếu dùng flip hụ dùng flip screen mà dùng chè rung chè thì là flip ok dùng mình talk mode dùng mình two way talk này có máu dùng ok mơ tẹt to như mười lần night mode chẳng cái này như mình phí dùng mình infra chỉ muốn color trước infra dục lá sọt màu color mode dục lá bằng phướng trục dục color ưu tiên lần lưới excel mà hay nếu như mình sound tại trong sẽ lấy speaker dừng ai bật bạc và bật trả bán ok detection alarm setting được trongนี้យើងមានតើតងជាមួយនឹង motion detect alarm បាទ video record អញ្ចឹង video យើង record រយៈពេលប្រហែល120វិចុះក្នុងមួយ clip អូខេយើងមានតើតងជាមួយនឹង area detect area កំណត់0ហើយកន្លែងកង human detect នេះគឺ only human event មានថាយើងចាប់តែមនុស្សទេ detect តែមនុស្សទេអូខេហើយនៅខាងក្រោមយើងមានតើតមួយ power របស់យើងអាចមើលបាក់តេរីហើយនឹងយើងនៅឆាតពី solar របស់យើងអូខេតើតមួយ storage អានេះយើងដាក់កន្លែងយើងដាក់ memory អូខេចឹងអានេះអូខេអញ្ចឹងប៉ុណ្ណឹងគឺយើងអាចមើលកាមេរ៉ារបស់យើងបានព្រោះថាកាមេរ៉ានេះវាជាប្រភេទ outdoor អញ្ចឹងវាទាមទារឲ្យយើងដាក់នៅខាងក្រៅផ្ទះដើម្បីឲ្យសេវារបស់វា smooth ល្អបាទអូខេអញ្ចឹងអានេះជារូបភាពបាទហើយនៅខាងក្រោមនេះយើងមានកន្លែង playback យើងមាន gallery យើងអាចកំណត់សលេង device នៅកន្លែងនេះបានយើងអាចបញ្ជា space ស្ដាំបាទនៅកន្លែងនេះ space ស្ដាំលើក្រោមអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេបាទសូមអរគុណ